កាលពីយូរឆ្នាំកន្លងទៅហើយមានការនិយាយដំណាលតគ្នាមកថាមានភូមិមួយនៅដាច់ស្រយាលពីទីរួមខេត្តព្រះវិហារដែលជាខេត្តមួយដែលនៅជាប់ខេត្តខ្ញុំផងដែរទីនោះមានព្រៃធំមួយសម្បូរទៅដោយដើមឈើធំនិងស្ងាត់ជ្រងំមួយកន្លែងដែលអ្នកស្រុកនៅទីនោះគេតែងតែនិយមហៅថាព្រៃទទឹងឬព្រៃតៃហោងដោយសារតែកន្លែងនោះកាលពីជំនាន់ដើមតែងតែមានមនុស្សចងកសម្លាប់ខ្លួនហើយកន្លែងនោះជាផ្លូវដែលអ្នកភូមិតែងតែធ្វើដំណើរឆ្លងកាត់ជាដើមនិងជាកន្លែងដែលកប់សពទុកចោលតាំងពីសម័យមុនមកផងដែរព្រៃនោះគ្របដណ្ដប់លើផ្លូវសងខាងធ្វើឲ្យផ្លូវមានសភាពងងឹតបើទោះបីជាមានពន្លឺថ្ងៃក៏ដោយនៅថ្ងៃមួយមានអ្នកភូមិម្នាក់ឈ្មោះថាភៀបគាត់បានមកពីស្រែដោយបរទេះក្របីនៅទីនោះតែម្នាក់ឯងប្រហែលម៉ោង 6:07 ព្រលប់គាត់ក៏បានបរទេះកាត់នៅទីនោះបានបន្តិចអ្នកគ្រប់គ្នាតែងតែធ្លាប់ឮមកហើយថាគោក្របីឆ្កែមាន់ជាសត្វដែលមានវិញ្ញាណមួយខុសពីមនុស្សគឺវាអាចមើលឃើញរបស់ដែលយើងមើលមិនឃើញនឹងភ្នែកដូចជាសត្វដែលបំរុងមកយាយីវាជាដើមជាពិសេសនោះគឺខ្មោចនៅពេលដែលពុភៀបបានបរទេះបានបន្តិចស្រាប់តែក្របីរបស់គាត់ទាំងពីរក៏ឡើងកវាមិនចង់ដើរទៅមុខហើយក្រវីក្បាលចុះឡើងសម្លឹងទៅមើលខាងមុខដោយមិនដាក់ភ្នែកពុភៀបឃើញដូច្នេះគាត់ក៏បានវាយក្របីគាត់តិចដើម្បីដេញឲ្យវាទៅមុខតែក្របីដើរបានបន្តិចវាក៏ឈប់ទៀតហើយថ្ងៃក៏ងងឹតមើលអីមិនចង់នឹងឃើញភ្លាមនោះស្រាប់តែមានខ្យល់លហៀកបក់មកស្លឹកឈើព្រិចបន្តិចមកឮសូរសំឡេងដូចជាមនុស្សហៅឈប់សិនពូឈប់សិនស្រាប់តែភ្លាមនោះលេចចេញអ្វីម្យ៉ាងមានពណ៌សស្ងាចនៅខាងមុខផ្លូវក្របីក៏ចាប់ផ្ដើមផ្អើលស្ទុះទាញកន្ត្រាក់ពូភៀបស្ទើរតែធ្លាក់ពីលើរទេះហក់ទៅមុខយ៉ាងលឿនពូភៀបគាត់មានស្មារតីរឹងមាំគាត់បិទភ្នែកហើយកាន់ខ្សែក្របីយ៉ាងណែនធ្វើឲ្យក្របីវាមិនអាចរត់ចូលព្រៃជ្រៅបាននិងរត់តាមផ្លូវរទេះទៅមុខត្រង់តែអ្វីដែលគាត់បានប្រទះឃើញនោះគឺពេលដែលគាត់បានបើកភ្នែកភ្លាមងាកមើលឆ្វេងស្ដាំមិនឃើញអ្វីសោះនៅពីមុខគាត់តែដល់ពេលគាត់ក្រឡេកមើលទៅលើដើមឈើស្រាប់តែភ្លាមនោះគាត់ក៏ឃើញកូនង៉ែតដ៏ធំក្បាលត្រងោលសម្បុរក្រហមនិងម្នាក់ទៀតពណ៌ខ្មៅមានរូបរាងដូចតាកំប៉ោងរបស់ជនជាតិចិនសោចចេញធ្មេញនិងមានប្រឡាក់ឈាមហូរមកស្រោចពេញខ្លួនធ្វើឲ្យគាត់បាសសក់ចង់គាំងបេះដូងគាត់រត់តែបំបោលក្របីឲ្យរត់ទៅកាន់តែលឿននៅពេលដែលគាត់កំពុងតែបំបោលក្របីរត់ស្រាប់តែឮមនុស្សស្រីច្រៀងពីលើចុងឈើយ៉ាងរងំដល់ពេលរទេះរត់ចិត្តទៅដល់គាត់ពិតជាឃើញមនុស្សស្រីមែនតែមិនមែននៅលើដីទេគឺនៅលើចុងឈើទម្លាក់ជើងយល់មកល្វីបកដៃហៅគាត់ឲ្យឈប់សិនឈប់សិនពូចាំខ្ញុំផងពូភៀបឮសំឡេងដូចនេះគាត់ក៏វាយក្របីយ៉ាងខ្លាំងឲ្យវារត់ទៅមុខរត់បានបន្តិចក្របីទាំងពីររបស់គាត់សុទ្ធតែជាក្របីឡើងកធំបានឈប់រទេះងក់ស្ទើរតែបាក់នឹមរទេះគាត់បានឃើញស្រមោលសត្វរត់ឆ្លងកាត់ផ្លូវពីមុខគាត់យ៉ាងធំស្រដៀងទៅនឹងសត្វខ្លាពេលនោះគាត់រត់តែភ័យខ្លាំងទៅខ្លាចខ្លាមកស្ទាក់ស៊ីក្របីរបស់គាត់ឬខំគាត់បានបន់ស្រន់ក្នុងចិត្តរោគជីដូនជីតាម្ចាស់ទឹកម្ចាស់ដីបណ្ដាលបំបោលក្របីឲ្យរត់ទៅមុខបណ្ដាលរត់រហូតមកដល់ក្នុងភូមិរទេះលាន់ឮសូរក្តោងក្តាំង
ao nẹ phùm ngọt cục nìa thả hết ấy ban chia phụ phiếp bó rốt tế lươn chẳng nì mình đôi sọp đòn sò cọ bầy có rốt rô hột to tại đó phở bọt châu tè thưa oi nâm rô tè bà chỉ môi nâng rô bóng bạ prao từ cọ bầy chụp rốt ao nẹp tè khom nọc nì stu rốt cho một đầy đạm bầy một chui con mình nẹ khơi mốc phụ phiếp slay chlang sọ ba lang lư trông tạm đầy một sốt tai bon là rồi hay khó áo đại tẹt năng bon là đại đô nơi chật phơi nụ bần tọp mọc nẹp tè có ba nom cọt lang tơ khang lừ nằng ông cúi trung minh cọt nằng miếng đốt phơi chân lọ bông phừ rồi có xua nom cọt tèng cọt nhẹ nhõl đôi côn con đo trơ tặc rồi bể đăng rương rào hỏi từ nom khnia từ haiอาจารย์ประจำភូមិមកទាំងយុគនឹងប្រោះព្រំសូត្រធររងាប់នឹងសែនព្រេនខមាតោក្រែងគាត់មានការធ្វើអ្វីមួយខុសឆ្គងលើពួកខ្មោចទាំងនោះកុំឲ្យប្រកែប្រកាន់បន្ទាប់ពីលោកអាចារ្យធ្វើការសែនព្រេននិងធ្វើការខមាតោរួចហើយឃើញថាពុភៀបមានស្មារតីភ្លឺស្វាងជាងមុនបន្តិចហើយលោកអាចារ្យបាននិយាយប្រាប់ពីប្រវត្តិព្រៃទទឹងនោះឲ្យគាត់និងអ្នកផ្ទះបានស្ដាប់គ្រប់គ្នាថាកាលពីយូរយារមកហើយព្រៃនោះមានអ្នកសម្លាប់ខ្លួនដោយសារតែការចងកនៅលើដើមឈើនិងមិនមានអ្នកណាហ៊ានយកខ្មោចនោះចុះទេគឺទុកចោលនៅកន្លែងដើមឈើនោះតែម្ដងដោយសារតែព្រៃនោះវាជាព្រៃជ្រៅហើយងងឹតដើមឈើកាលនោះធំណាស់ហើយខ្ពស់ទៀតពិបាកនឹងឡើងគ្មាននរណាហ៊ានឡើងទេទើបទុកសពចោលនៅទីនោះឲ្យរលួយស្អុយនៅលើនោះតែម្ដងនិងជាកន្លែងដែលទុកខ្មោចកប់ខ្មោចសម្លាប់មនុស្សចោលហើយក៏ជាភូមិចាស់យូរយារតាំងពីបុរាណកាលមកហើយមុនដូនតាគាត់មកទៀតគាត់បានបញ្ជាក់ប្រាប់ថាអ្នកដែលតែងតែធ្វើដំណើរឆ្លងកាត់ទីនោះពួកគេទោះមានគ្នាតិចក្តីច្រើនក្តីគេតែងតែយករបស់បន្តិចបន្តួចដូចជាបាយទឹកនំចំណីបេះដាក់ស្លឹកឈើសែននៅទីនោះហើយនិយាយប្រាប់ថាសុំកុំប្រកែប្រកាន់កូនចៅអីកូនចៅសុំផ្លូវដើរឆ្លងកាត់ទៅទីនេះទីនោះកុំឲ្យមានហេតុការណ៍អាក្រក់កើតឡើងអីទាំងទៅទាំងមកធ្វើដូចគ្នាហើយអាចធ្វើដំណើរទៅវិញទៅមកដោយសុខសុវត្ថិភាពនិងមិនមានការលងបន្លាចអីឡើយ